សមិទ្ធផលថ្មីសំណង់ប្រឡាយមុខទឹកទំនប់សែនសុខដុមត្រូវបានអាជ្ញាធរខេត្តសម្ពុតដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយទទួលបានជំនួយឧបត្ថម្ភសាងសង់ពីអង្គការបូដាដែលពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី20ខែមីនាឆ្នាំ2025នៅភូមិដោះក្រមុំសង្កាត់សុខដុមក្រុងសែមនរមលោកហៀកសុផានអភិបាលក្រុងសែមនរមបានមានប្រសាសន៍ថាដោយមានការសហការនិងគាំទ្រពីអង្គការបូដាកម្ពុជាក្រោមគម្រោងការលើកកម្ពស់គុណភាពជីវិតនិងការពង្រឹងភាពធន់នៃទីក្រុងតាមរយៈអនាម័យប្រកបដោយចីរភាពរដ្ឋបាលក្រុងសែមនរមបានទទួលនូវសមិទ្ធផលមួយចំនួនរួមមានផែនការចក្ខុវិស័យតម្រង់ទិសសម្រាប់ក្រុងសែមនរមនាឆ្នាំ2030និង2040ជាក្រុងគួរឲ្យចង់រស់នៅប្រកបដោយចីរភាពមានភាពធន់និងបម្រែបម្រួលអាកាសធាតុជាមួយនឹងកំណើនសេដ្ឋកិច្ចដែលចូលរួមដោយវិស័យទេសចរធម្មជាតិសម្រាប់ប្រជាពលរដ្ឋគ្រប់រូបតំណាងអង្គការបូដាបានដឹងថាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅហេដ្ឋារចនាសម្ព័ន្ធប្រឡាយមុខទឹកទំនប់សែនសុខដុមដែលបញ្ចប់ការសាងសង់ថ្មីនេះគឺធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលនឹងលើកកម្ពស់ការគ្រប់គ្រងទឹកក្នុងអាងស្តុបទឹកសែនសុខដុមនេះនិងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានគម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដ៏ទូលំទូលាយក្នុងគម្រោងការលើកកម្ពស់គុណភាពជីវិតនិងការពង្រឹងភាពធន់នៃទីក្រុងតាមរយៈអនាម័យប្រកបដោយចីរភាពដែលកំពុងអនុវត្តនៅក្រុងសែមនរមក្រុងក្រចេះនិងក្រុងច្បារមឿនតាមរយៈគំនិតផ្ដួចផ្ដើមយើងកំពុងធ្វើការដើម្បីបង្កើតចក្ខុវិស័យរយៈពេលវែងនិងផែនការតាមវិស័យសម្រាប់ទីក្រុងនីមួយៗរួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធការកសាងសមត្ថភាពសម្រាប់អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធលោកម៉ែនផូលីននាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានថ្លែងអំណរគុណដល់ចំពោះដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកក្នុងភាពជោគជ័យនេះជាពិសេសអង្គការបូដាកម្ពុជាសម្រាប់ការខិតខំបំពេញការងារយ៉ាងសកម្មទាំងផ្នែកបច្ចេកទេសនិងការគាំទ្រផ្នែកហិរញ្ញវត្ថុនិងអគុណអាជ្ញាធរមូលដ្ឋានសម្រាប់ការគាំទ្រនិងការសម្របសម្រួលសហការយ៉ាងល្អលោកម៉ែនផូលីនក៏បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធនិងប្រជាពលរដ្ឋរស់នៅអាស្រ័យផលពីទំនប់ទឹកសែនសុខដុមនិងទំនប់សែនមនោរម្យត្រូវចូលរួមគ្រប់គ្រងសំណល់គ្រប់ប្រភេទឲ្យបានត្រឹមត្រូវដើម្បីការពារប្រភពទឹករបស់យើងពីការបំពុលជួយថែរក្សាការពារប្រភពទឹកដ៏សំខាន់នេះឲ្យមានបរិស្ថានល្អស្អាតសម្រាប់បម្រើដល់ផលប្រយោជន៍រួមទាំងអស់គ្នា